แล้วนี่มือเรื่องมวยเตี้ยเรื่องพลายมวยเตี้ยตัวเดียในจุนบ้าบรอมันเนี่ยนึ่งทือจีปุลกอตัวกันในประเทศเกาหลีสลายเนียงมันเนี่ยเพื่อได้ทือการในประเทศเกาหลีนึ่งประคายมาป้อน$500รวยหายก็สลายเรียงเนียงมันเนี่ยในขนมสกจ้าสลายยังตัวเตะตองเคลียตัววิ่งตัวมอให้พญาลุยปตอบตบทสรบตัวลงเปรียบการนั่นคือลุยประมาณปีเมินบ้าอ้อยมันเนียงปัจจัยในทางไอ้มวยนู้คลุ้นกับบานตลบมาปีก็เรวิ่งมาเรียบกาโดยขางใส่เนี่ยยกตำไลทลายตึกđó $500ไหลตึกđóทลายเตี้ยนนะนั่นหรออมnày để rút trâu này ba chắc đó pi đi trade xong tầm này khang bập bồn này rút trâu tự bạc ở bàn xong tầm này giờ linh nè giờ vodka pia pum chan tha bunno đi na bà ca ngay ti pro muối khai ở phía pi pon đập ram bà chụp chum phiêu mong buônនៅចំចៅកាយទៅប្រួយបានយកចំណងដៃទៅបានបាទហើយកាលពីម្សិលមិញនេះកាលពីថ្ងៃម្សិលមិញនេះនៅសង្កាត់ចំចៅខណ្ឌពូសែនជ័យបរោះដែលជាប្តីនេះបរោះដែលជាប្តីហ្នឹងគាត់បានមកជួបចៅសង្កាត់មិនចៅសង្កាត់បានមកដល់ប៉ុស្តិ៍ចំចៅបាទមកដល់ប៉ុស្តិ៍ចំចៅដើម្បីផ្ដឹងទាសំណងបណ្ដាការនៅពេលដែលបានការហើយឲ្យថ្លៃទឹកដោះត្រឹមត្រូវហើយការមានភៀវមានអីត្រឹមត្រូវបែរជាចាប់ដើមថ្ងៃផ្សំទំនេកខាងប្រពន្ធទៅប្រូចដាក់មេប្រូចឯនេះនៅផ្សំទំនេកម្នាក់ឯងជាមួយខ្នើយអោបមានស្អីទឹកមុខឡើងសងូតបាទហើយគាត់ផ្សំមិញនេះមកផ្ដឹងឲ្យរៀបរាប់ថាប្រពន្ធខ្លួននឹងនារាត្រីផ្សំដំណេកស្រាប់តែកូនកមុំនឹងរត់គេចខ្លួនបាត់អត់ដឹងមូលហេតុរហូតដល់4ថ្ងៃស្រាប់តែឃើញស្ត្រីដែលជាប្រពន្ធនឹងត្រឡប់មកវិញហើយត្រូវបានភាគីខាងប្រុសនឹងបដិសេធថាមិនយកវិញទេដោយប្តឹងទាបណ្ដាការប្តឹងទៅណា4ថ្ងៃហើយការហើយដែលជាចេញទៅក្រៅបាត់ទាំងយើងនឹងគេខ្ញុំអត់យកដែរបងខ្ញុំពូខ្ញុំតាខ្ញុំពងអង្គុយនៅមុខនេះក៏គាត់អត់យកដែរទេបងណាបាទអ្នកណាការហើយឲ្យទៅផ្សំនិចមួយគេហើយផ្សំនិចមួយគេហើយឲ្យមកយកយើងវិញណាអានេះវាចឹងបាទបន្តទៀតមើលស្អីរឿងទៀតបើតាមសម្ដីរបស់ឈ្មោះពុំចន្ទថាដែលជាប្តីត្រូវប្រពន្ធរត់ចោលហ្នឹងគាត់ថាគាត់ជាពលករបម្រើការនៅកូរ៉េបាទរយៈពេល4ឆ្នាំមកហើយ4ឆ្នាំ10ខែខ្លួនដែលជាកូនកំព្រាគ្មានឪពុកម្ដាយតែមានឱកាសទៅធ្វើពលករនៅក្រៅប្រទេសហើយផ្ទះហ្នឹងនៅកបូលសង្កាត់កបូលខណ្ឌពោធិ៍សែនជ័យខ្លួនបាននិយាយថាកូនកមុំឈ្មោះប៊ុនណូណាឌីអាយុ23ឆ្នាំមុខរបរនៅផ្ទះរស់នៅក្នុងភូមិទួលពងរសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យបាទតាមរយៈនៃការស្រឡាញ់គ្នានេះគឺខ្លួនបានផ្ញើអីវ៉ាន់មកពីកូរ៉េផ្ញើលុយមកតាមបងស្រីឲ្យតាមបងស្រីហើយបានតំណាក់តំណងគ្នាហ្នឹងបាទហើយអត់ដែលតាំងពីការតំណាក់តំណងហ្នឹងមិនដែលប៉ះពាល់អីទេបាទអត់ដែលប៉ះពាល់អីមិនតិចណាទេប៉ុន្តែដោយប្រសាថាបងស្រីជាអ្នកផ្គូផ្សំផ្គុំមកហើយដល់គេយកថ្លៃទឹកដោះ$3,500ខ្លួនក៏សម្រេចបញ្ចប់ការងារនៅប្រទេសកូរ៉េត្រឡប់មកស្រុកខ្មែរវិញបាទប៉ុន្តែមុនពេលរៀបការនេះបើខ្លួនគិតទោះទៅបានឲ្យលុយមកគូតដឹងរបស់ខ្លួននឹងប្រហែលជាជាង$20,000ហើយជិត$20,000ហើយដល់ពេលថ្ងៃការហើយការទូទាត់ទៅលើម្ហូបអាហារបណ្ដាការអីអស់សពគ្រប់ថ្ងៃយប់សំតំណេកស្រាប់តែបាត់ប្រពន្ធបាទបាត់ប្រពន្ធឈឹងមិនដឹងទៅណាហើយនាងមិនយកលុយទៅជាមួយច្រើនទេដោយសារចំណងដៃទាំងអស់ហ្នឹងបានទូទាត់ម្ហូបអាហារអីទៅនៅសល់200បាទចំណេញ200ការហ្នឹងចាប៉ុន្តែគាត់ថាមិនទាន់សង
ថ្លៃអីថ្លៃដែលភ្នួងសំអាងបាទថ្លៃភ្នួងថ្លៃសំអាងគេនឹងអត់ទាន់ឲ្យគេទេ600ចាអញ្ចឹងស្រាប់តែឯឡើងខាងភ្នួងនោះគេមកទាលុយថាអញ្ចឹងខាងប្រពន្ធនោះយកលុយចំណងដៃទៅបាត់ទៅណែប្រយ័ត្នវាមានអញ្ចឹងដែរណាមិនដឹងជាក្មួយស្រីយ៉ាងម៉េចណាគិតយ៉ាងម៉េចបានជាគេការត្រឹមត្រូវឲ្យក្មួយប្រុសណាឃើញទេគ្នាមនុស្សកំព្រាផងហើយគិតថាបានប្រពន្ធនេះនឹងភាពកក់ក្ដៅមានអីក្រៅពីការឲ្យអស់លុយទៀតបែរជាធ្វើឲ្យវាបាត់កើតឡើងផ្លូវវាបាត់ផ្លូវចិត្តកើតឡើងសម្រាប់ក្មួយប្រុសអញ្ចឹងមើលស្ដាប់សម្ដីក្មួយប្រុសនិយាយតិចមើលថាតើក្មួយប្រុសចង់សម្ដែងមតិយ៉ាងម៉េចបាទតោះអញ្ជើញទឹកចិត្តដល់ខ្លួនរបស់ខ្ញុំអាចយកទេបានវិញទេដោយការឲ្យគេសងបែបណាការប្រកបមកពីនឹងធ្វើបែបហ្នឹងមកលើគេវិញព្រោះពីរឿងនេះវាខុសប្រពៃណីខ្មែរទាំងវត្តទាំងហោសម្រាប់មានជួបគ្នាណាអត់មានជួបគ្នាទេបាទតាមមូលហេតុវាមូលហេតុតាមមូលហេតុបាទទៅមកហើយគុំមិនដឹងថាគេទៅណាដែរបាទតាមទេទៅណាទៅណាហើយយកទៅបានហើយខ្ញុំមិនដឹងដែរដល់ព្រលឹមឡើងទៅខ្ញុំឲ្យបងប្អូនមកជួយខ្ញុំទៅផ្ទះវិញដល់គេមកវិញហើយណាខ្ញុំមិនដឹងដែរដល់នៅឆ្លាញ់គ្នាយូរពីរឆ្នាំបាទប្រហែល7 ឆ្នាំ2ឆ្នាំហើយដល់ពេលខ្ញុំក្រោយនេះដល់ចាត់នឹងតាមនេះរមឲ្យចាត់នោះចូលស្ដីដែរបាទសូមអរគុណទេបានថ្ងៃណាមកបាទយើងได้រៀបការថ្ងៃណាគឺការពីខែ5ថ្ងៃទី6គឺការឲ្យគេថាការឲ្យខាងស្រីគេមិនព្រមរួចដែរហើយគេរត់ចោលយើងដល់យប់គឺចោលមិនមានដល់ពេលមកពេលវេលាមកការពេលរសៀលនេះហើយគេមក9ជាង9កន្លះបាទក្មួយប្រុសណាចង់បញ្ជាក់បន្ថែមមួយប្រុសថាចាប់តាំងពីចេះស្រឡាញ់គូតដឹងដែលរហូតដល់រៀបអាពាហ៍ពិពាហ៍ជាមួយគ្នានេះខ្លួនអត់ដែលទៅប៉ះពាល់ខ្លួនប្រានជាមួយនឹងក្មួយស្រីម្ដងណាឡើយបានត្រឹមតែថ្ងៃការនឹងបានថា2 3 ខ្សើតពេលកាត់នំបាទពេលកាត់នំបានថាតែ3 ខ្សើតថ្ងៃកាត់នំនឹងតែប៉ុណ្ណឹងបាទចាប់ដៃថា3 ខ្សើតដោយសារគេឲ្យថើបនៅក្នុងពិធីហ្នឹងបានតែ3 ខ្សើតហ្នឹងគឺចប់សពគ្រប់បាត់ទៅបាទហើយក៏មិនទាន់ភ្លក់ដឹងថាពេលដែលយើងគេយកថ្លៃទឹកដោះ$3,500ហ្នឹងទឹកដោះហ្នឹងមានឬក៏មិនមានទៀតវាទៅចង់សាកអញ្ចឹងទៀតយ៉ាងបានតាវាមានអញ្ចឹងអាពាហ៍ពិពាហ៍វាមានខ្លះទឹកខ្លាយជាទឹកខ្មុំខ្លះខ្លាយជាទឹកខ្មេះខ្លះទៀតទៅខ្លាយជាទឹកស៊ីអ៊ីវខ្លះទៀតខ្លាយជាទឹកត្រីវាមានគ្រប់រសជាតិដែរលោកឲ្យលោកបាទចឹងតែយ៉ាងណាក៏ដោយកុំឲ្យដូចទឹកមិញនៅខាងខេត្តកណ្ដាលទៅលួចលោបគេចាប់ខំចាប់លោបគេដល់ឬបំរាស់ចង់បកាច់មមតំបានបាទអត់ដឹងគេឬបំរាស់ហ្នឹងមិនមែនគេនៅកមុំណាគេឬបំរាស់ថាកុំឲ្យលោបខ្ញុំកើតអេតទេតែទំលោបមានរឿងមួយទីណានឹងធ្លាប់មានឡប់លឺរឿងនឹងអត់រឿងអីគេលោករដ្ឋីគេថាចេះស្ត្រីម្នាក់គាត់មេម៉ាយចាមេម៉ាយប្តីនឹង10 ឆ្នាំហើយចាដល់ពេលថ្ងៃមួយនោះស្ត្រីមេម៉ាយនឹងគាត់យល់សពឃើញប្តីចេះតែមកដល់សពឃើញប្តីចេះតែមកអញ្ចឹងទៅគាត់ទៅសួរតាអាចារ្យគាត់ថាលោកតាចុះបើប្តីខ្ញុំចាប់ដើម10 ឆ្នាំហើយឥឡូវនេះបែរជាចុងក្រោយខ្ញុំយល់សពឃើញតែគាត់ចាអញ្ចឹងតើទៅធ្វើយ៉ាងម៉េចអាចារ្យគាត់ថាអូក្មួយស្រីប្រហែលជាប្តីរបស់ក្មួយវានៅវិលនឹងហើយចាអញ្ចឹងក្មួយស្រីគ្មានអីក្រៅពីយកបាយម្ហូបអាហារហ្នឹងទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសចាដើម្បីឧទ្ទិសទិសអញ្ចឹងទៅឲ្យអាចារ្យចាប់ផ្ដើម
ធ្វើពិធីបញ្ចប់ទៅដល់ពេលចឹងទៅស្ត្រីហ្នឹងក៏បានយកបាយយកអីទៅប្រគេនចង្ហាន់ប្រសង់ប្រគេនឲ្យហើយប្រាប់ប្តីជាគុណដល់គុណអើយឥឡូវនេះខ្ញុំធ្វើដើម្បីឧទ្ទិសទៅប្តីរបស់ខ្ញុំស្លាប់ទៅ10ឆ្នាំទៅហើយគាត់ចេះតែមកសុបិនរបស់ខ្ញុំទៀតឲ្យខ្ញុំឥឡូវនេះលោកគាត់ថាអត់អីទេអាត្មាចេះធ្វើឲ្យរឿងហ្នឹងដល់ពេលចឹងប្តីជាគុណនោះក៏បានបដោះគ្រោះបដោះអីចឹងទៅហើយបញ្ជូនឧទ្ទិសនឹងទៅនឹងហើយបានចាប់ផ្ដើមឲ្យអាចារ្យបញ្ចប់ចុងក្រោយដល់ចឹងអាចារ្យចឹងទៅធ្វើពិធីចុងក្រោយយ៉ាងកេញបញ្ចប់ទៅប្រគេនចង្ហាន់ឲ្យលោកហើយខាងស្ត្រីនោះក៏វិលត្រឡប់មកវិញអញ្ចឹងទៅវាថាចាប់ទៅដល់ពាក់ដល់ផ្លូវក៏នឹកឃើញត្រឡប់មកវិញតាសួរអាចារ្យលោកតាចុះឥឡូវនេះឧទ្ទិសមហូបអាហារទៅហើយប៉ុន្តែប្តីខ្ញុំកាលនៅរស់គាត់ចូលចិត្តខ្ញុំណាចូលចិត្តខ្ញុំណាដល់ពេលអញ្ចឹងអាចារ្យថាអូអានឹងអត់អីទេទុកអាចារ្យទៅបន្តទៀតអាចារ្យហ្នឹងក៏ចាប់ដើមឧទ្ទិសបន្តទៀតអាជឿឧទ្ទិសឲ្យចូលចិត្តហ្នឹងចូលចិត្តទៅដល់ពេលអញ្ចឹងទៅអញ្ចឹងស្ត្រីនេះថាអញ្ចឹងដល់លោកអាចារ្យដល់ប៉ុន្តែគាត់នឹងចេះចុះដែលខ្ញុំនឹងកើតអេតតែអញ្ចឹងអានឹងដល់ប្តីខ្ញុំណែអត់ដល់ធម្មចាហ្នឹងអានឹងអត់ទៅដល់គេទេដល់ងាប់បាត់ហើយខ្ញុំងាប់បាត់ហើយអានឹងអត់ទៅដល់ទេដល់ធម្មខ្ញុំអាអេតនេះនៅធម្មខ្ញុំនេះចាំមកនេះថាលោកអាចារ្យហ្នឹងគាត់ឧទ្ទិសឲ្យមួយទៀតឧទ្ទិសឲ្យគាត់ប្តីខ្ញុំជួយចិត្តអាចារ្យនឹងសន្លប់ភ្លឹងភ្លាមនឹងបដ ாய் ទៅដល់លឺថាស្ត្រីនឹងខ្ញុំផ្ទុកមេរោគអេដអីប្តីខ្ញុំនឹងស្លាប់ដោយសារជំងឺអេដតែខ្ញុំចេះថាមានថ្នាំពជាតែឥឡូវអាចារ្យសូមឧទ្ទិសទៅអានឹងអាមេរោគនឹងទៅដល់ប្តីខ្ញុំអត់ចាថានៅត្រឹមអាចារ្យនឹងតែមកអើយតោះមក